មនុស្ស7 200 នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសទួរគីបន្ទាប់ពីការវាយប្រហារលើស្ថានកុងស៊ុលអ៊ីស្រាអែលប៉ូលីសទួរគីបានចាប់ខ្លួនមនុស្ស7 200 នាក់កាលពីថ្ងៃពុធទី8 ខែមេសានៅក្នុងការបោះសម្អាតទូទាំងប្រទេសមួយថ្ងៃបន្ទាប់ពីការវាយប្រហារលើស្ថានកុងស៊ុលអ៊ីស្រាអែលនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលការវាយប្រហារនេះបានកើតឡើងនៅពេលដែលក្រុមមនុស្សប្រដាប់អាវុធមួយក្រុមបានវាយលុកស្ថានកុងស៊ុលប៉ះទង្គិចជាមួយនឹងឆ្មាំមួយរយៈខ្លីបំផ្លាញអគារនិងធ្វើឲ្យមនុស្សជាច្រើនអ្នករងរបួសបើទោះបីជាគ្មានអ្នកកាត់ទូតណាម្នាក់ត្រូវបានសម្លាប់ក៏ដោយភ្លាមៗបន្ទាប់ពីការវាយប្រហារនេះអាជ្ញាធរទួរគីបានហៅវាថាជាទង្វើភេរវកម្មហើយបានចាប់ផ្ដើមប្រតិបត្តិការដ៏ធំមួយនៅទូទាំងប្រទេសពួកគេបានឆ្មក់ចូលផ្ទះនិងកន្លែងផ្សេងទៀតដោយនិយាយថាពួកគេបានរកឃើញអាវុធគ្រឿងផ្ទុះនិងឧបករណ៍ផ្សេងទៀតដែលជាប់ទាក់ទងនឹងអ្នកវាយប្រហារការចាប់ខ្លួនរួមមានមនុស្សដែលសង្ស័យថាបានរៀបចំផែនការវាយប្រហារផ្ដាល់អាវុធឬជួយអ្នកវាយប្រហារលាក់ខ្លួនឬរត់គេចខ្លួនរដ្ឋាភិបាលទួរគីបាននិយាយថាការបង្ក្រាបនេះគឺចាំបាច់ដើម្បីការពារសន្តិសុខជាតិនិងគោរពច្បាប់អន្តរជាតិអំពីបេសកកម្មការទូតការវាយប្រហារនេះបានធ្វើឲ្យទំនាក់ទំនងរវាងទួរគីនិងអ៊ីស្រាអែលកាន់តែតានតឹងអ៊ីស្រាអែលកំពុងស្នើសុំឲ្យមានការស៊ើបអង្កេតពេញលេញខណៈទួរគីបានសន្យាថានឹងស្វែងរកនិងដាក់ទណ្ឌកម្មអ្នកដែលនៅពីក្រោយការវាយប្រហារនិងបានបង្កើនសន្តិសុខនៅជុំវិញស្ថានទូតនិងស្ថានកុងស៊ុលបរទេសនៅក្នុងទីក្រុងធំៗហេតុការណ៍នេះក៏បានបង្កើនការភ័យខ្លាចផងដែរថាចំនួនមជ្ឈមណ្ឌលកាន់តែទូលំទូលាយអាចរីករាលដាលនិងនាំឲ្យមានការវាយប្រហារបន្ថែមទៀតលើទីតាំងការទូតបរទេសនៅក្នុងតំបន់